សួស្តីអ្នកនរគ្នាជួបគ្នាសារជាថ្មីតោះតើអ្នកណាខ្លះដែលអត់តន់ចេះរបៀបសេរីពលឺនៅក្នុងទូរស័ព្ទដៃឬក៏ពង្រីកព្រមអក្សរនៅក្នុងទូរស័ព្ទដៃរបស់យើងមានបងប្អូនមួយចំនួនគាត់តែងតែមានកង្វល់អំពីការផ្ញើរូបភាពដែលជាអក្សរទៅកាន់នរណាម្នាក់ក្នុង Messenger ហើយគាត់ចង់សេរីទំហំអក្សរហ្នឹងឬក៏ចង់ពង្រីករូបភាពហ្នឹងកាន់តែធំតើធ្វើរបៀបម៉េចអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងដោះស្រាយចំណុចរបស់គាត់ខ្ញុំនឹងបង្ហាញនូវវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឲ្យអក្សរឬក៏រូបភាពរបស់យើងហ្នឹងកាន់តែធំនៅក្នុងទូរស័ព្ទដៃរបស់យើងសម្រាប់តែទូរស័ព្ទ Android ទេសម្រាប់ទូរស័ព្ទ iOS គឺថា iPhone គឺវាដូចតែគ្នាទេកន្លែងសេរីបងប្អូនតោះឥឡូវទៅជួយអ្នកនរគ្នាជាដំបូងអ្នកនរគ្នារកកន្លែង setting នេះកន្លែងរូបកងចក្រនេះបន្ទាប់មកចុចកន្លែងពលឺព្រះអាទិត្យនេះរូបពលឺព្រះអាទិត្យហ្នឹង display and brightness ម្ដងកន្លែងនេះគឺកន្លែងសេរីពលឺបើសិនជាបងប្អូនចង់សេរីពលឺខ្លាំងអូសទៅមុខទៅអូមកក្រោយនេះគឺធ្វើពលឺមកវិញហើយកន្លែងនេះបើសិនជាបងប្អូនចង់ដាក់ពលឺហ្នឹងជាប់អត់ចង់សេរីគឺបងប្អូនចុចលើហ្នឹងមកហ្នឹងតែសម្រាប់ខ្ញុំខ្ញុំអត់ចុចទេហើយមកដល់ចូលកន្លែងហ្នឹងមានកន្លែង natural ឬ vivid អីហ្នឹងណាបងប្អូនសេរីតាមហ្នឹងទៅហើយខាងក្រោមនេះសេរី color ទៅហើយចេញមកវិញមកហើយសម្រាប់ខ្ញុំអត់ទេខ្ញុំចុចមកវិញហើយបន្ទាប់មកអូសចំក្រោមបងប្អូនឃើញកន្លែង font and display size ឥឡូវកុំអក្សរទូណាចុចលើវាមកបន្ទាប់មកទៀតអូសចំមកក្រោមបន្តិចនេះកន្លែងសេរី font អក្សរបើសិនជាបងប្អូនចង់សេរីទំហំឲ្យអក្សរធំអូសទៅមុខទៅអូសទៅទៀតទៅវានឹងបរិយាយអញ្ចឹងអូសចំមកក្រោយគឺវាព្រមមកវិញអាទី2គឺដូចគ្នាទេប្រេកអក្សរបរិយាភាពដូចគ្នាទេអូសទៅវានឹងប្រេកទំហំអក្សរដូចគ្នាឃើញទេវាបរិយាយអញ្ចឹងបើសិនជាកែហៅអញ្ចឹងបងចុច apply មកអានោះសម្រាប់តែទូរស័ព្ទ Android ណាបងប្អូនបើទូរស័ព្ទពួក iPhone ហ្នឹងវិធីការគឺដូចគ្នាទេខ្ញុំចុច apply នោះគឺរួចរាល់អញ្ចឹងពេលខ្លះកម្មវិធីនៅក្នុងទូរស័ព្ទដៃយើងមានកន្លែងកាយច្រើនបងប្អូនគាត់ថាពេលខ្លះគឺយកដឹងវិធីការយ៉ាងម៉េចទេអញ្ចឹងតើតើយើងស្រាវជ្រាវសិក្សាលើបន្ថែមទៅវាអាចធ្វើបានដូចគ្នាទេអញ្ចឹងវីដេអូចែករំលែករបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនហើយសង្ឃឹមថាបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំមួយដើម្បីបានវីដេអូចែករំលែកបន្តទៀតបាទអរគុណច្រើន